កាលពីដើមនៅក្នុងព្រៃជ្រៅក្នុងប្រទេសកម្ពុជាមានខ្លាដ៏កាចនិងលោភលន់មួយក្បាលខ្លានេះជាសត្វធំជាងគេនិងខ្លាំងបំផុតនៅក្នុងព្រៃហើយគាត់បានស្គាល់វាថ្ងៃមួយខ្លាបានហៅសត្វទាំងអស់មកជាមួយគ្នាគាត់ស្រែកថាពួកខ្ញុំធុញទ្រាន់នឹងការបរបាញ់អូចាប់ពីពេលនេះទៅមួយថ្ងៃអ្នករាល់គ្នាត្រូវតែមករូងភ្នំរបស់ខ្ញុំហើយធ្វើជាអាហារពេលល្ងាចរបស់ខ្ញុំបើអ្នកមិនស្ដាប់បង្គាប់ខ្ញុំនឹងញ៉ាំអ្នកទាំងអស់គ្នាសត្វមានការភ័យខ្លាចតើពួកគេអាចធ្វើអ្វីបានខ្លាខ្លាំងពេកមិនអាចប្រយុទ្ធបានដូច្នេះពួកគេបានយល់ព្រមយ៉ាងក្រៀមក្រំរៀងរាល់ថ្ងៃសត្វមួយក្បាលបានទៅគុហាខ្លាដើម្បីស៊ីស្វាសត្វក្តានសូម្បីតែអណ្ដើកក្រីក្រទីបំផុតវាជាវេនរបស់ទន្សាយតូចឆ្លាតប៉ុន្តែទន្សាយមិនមានគម្រោងធ្វើអាហារពេលល្ងាចទេទន្សាយគិតថាពួកខ្ញុំប្រហែលជាតូចប៉ុន្តែខ្ញុំមានអ្វីដែលប្រសើរជាងកម្លាំងខួរក្បាលរបស់ខ្ញុំដូច្នេះទន្សាយបានមកជាមួយនឹងផែនការមួយគាត់បានរងចាំរហូតដល់ពេលរសៀលមុនពេលទៅដល់ល្អាងខ្លាពេលមកដល់ទីបំផុតខ្លាខឹងខ្លាំងណាស់អ្នកយឺតហើយគាត់ក្រហមពេលនេះខ្ញុំកាន់តែឃ្លានទន្សាយបានអន់ក្បាលយ៉ាងគួរសមក៏ខ្ញុំសុំទោសខ្លាដ៏ខ្លាំងខ្ញុំបាននាំមិត្តម្នាក់មកធ្វើជាអាហារពេលល្ងាចរបស់អ្នកប៉ុន្តែនៅតាមផ្លូវពួកយើងត្រូវបានបញ្ឈប់ដោយខ្លាមួយទៀតខ្លាធំស្រែកអ្នកណាហ៊ានចូលព្រៃទន្សាយនិយាយដោយធ្វើពុតជាញ័រគាត់ចង់ស៊ីយើងទាំងពីរខ្ញុំស្ទើរតែរត់មិនរួចមកប្រមានអ្នកភ្នែករបស់ខ្លាឆេះដោយកំហឹងគឺនាំខ្ញុំទៅគាត់ឥឡូវនេះទន្សាយនាំខ្លាដើរកាត់ដាំឈើរហូតដល់អណ្ដូងជ្រៅកណ្ដាលព្រៃទន្សាយខ្សឹបថាគាត់នៅទីនោះក៏តែប្រយ័ត្នគាត់ធំដូចឯងកខ្លាបានស្រែកឡើងហើយមើលទៅក្នុងអណ្ដូងហើយបានឃើញការឆ្លុះបញ្ចាំងខ្លួនឯងក្នុងទឹកគាត់បានគ្រវីថ្មិញការឆ្លុះបញ្ចាំងបានធ្វើដូចគ្នាគាត់ក្រហមខ្លាមួយក្បាលទៀតក្រហមខ្លាខឹងស្រែកថាម៉េចហ៊ានចំអកខ្ញុំដោយមិនបានគិតខ្លាលោតចូលក្នុងអណ្ដូងដើម្បីប្រយុទ្ធនឹងសត្រូវរបស់វាហើយទះកំភ្លៀងគាត់បានធ្លាក់ចូលទៅក្នុងទឹកត្រជាក់ជ្រៅគាត់បានខ្ទាតចេញមកក្រៅប៉ុន្តែភីគីទាំងសងខាងរអិលពេកមិនអាចឡើងចេញបានទន្ទឹមនឹងនោះទន្សាយដ៏ឆ្លាតបានមើលពីលើគែមហើយញឹមអរុណសួស្ដីសត្វដែលឆ្លាតបំផុតនៅក្នុងព្រៃគាត់សើចហើយចាប់ពីថ្ងៃនោះមកព្រៃក៏មានសន្តិភាពឡើងវិញសត្វបានរាំដោយភាពរីករាយហើយទន្សាយបានក្លាយជាវីរបុរសមិនមែនសម្រាប់កម្លាំងរបស់គាត់ទេប៉ុន្តែសម្រាប់គំនិតដ៏ឆ្លាតវៃរបស់គាត់